ចាស់បារាណទៅធ្វើពីដើមមុនមកវាចេះធ្វើតគ្នាទោះបីឆ្លងកាត់ពេលវេលាដ៏យូរនិងត្រូវបំផ្លិចបំផ្លាញជាច្រើនលើកពីសត្រូវក៏ដោយក៏ទឹកដីមួយនេះនៅតែប្រកាន់ខ្ជាប់នៅជំនឿតពីដូនតារហូតមករដូវប្រាំងចូលមកដល់អាកាសធាតុក្តៅហួតហែងការប្រមូលផលស្រែចម្ការក៏បានចប់សពគ្រប់អ្នកស្រុកអង្គរបានស្រស់ស្រួលគ្នាផ្ដើមធ្វើពិធីរំលាយសពដែលជាទំនៀមទម្លាប់របស់ពួកគាត់តាំងពីដូនតាមកអ្នកភូមិតាប្រុកបានកំណត់ថ្ងៃទៅគាស់សពនៅក្នុងព្រៃកប់សពដែលនៅជិតភូមិដែលគេហៅថាគោកខ្មោចរីឯភូមិឋានដែលមានមនុស្សរស់នៅគេហៅថាគោកស្រុកតាមទំនៀមទម្លាប់ពិធីបុណ្យសពរបស់អ្នកស្រុកអង្គរគេបែងចែកជាពីរដំណាក់កាលដែលដំណាក់កាលទី1ជាការកប់សពទុកសិនដោយសារពួកគាត់មានជំនឿថារាងកាយរបស់មនុស្សយើងកើតឡើងដោយធាតុផ្សំ4មានទឹកដីភ្លើងនិងខ្យល់1ហៅថាបូជាព្រះធរណី2បូជាព្រះគង្គា3បូជាព្រះពាយណា4បូជាព្រះភ្លើងបានន័យថាបុរាណក៏ធ្វើមកតាមធាតុទាំង4ណាបាទហេតុផលនេះហើយទើបគេកប់សពជាមុនដើម្បីឲ្យទឹកនិងដីរំលាយសពឲ្យរលួយសល់តែឆ្អឹងក្នុងរយៈពេលពី1ឆ្នាំឬលើសនោះទើបគេគាស់ឆ្អឹងយកទៅឲ្យភ្លើងនិងខ្យល់រំលាយដែលជាកិច្ចបញ្ចប់ដែលជាដំណាក់កាលទី2ទាំងនេះក៏ដោយសារការយល់ឃើញរាងកាយរបស់យើងកើតឡើងដោយសារធាតុទាំង4និងរលាយទៅវិញក៏ដោយសារធាតុទាំង4មួយវិញទៀតការធ្វើរបៀបនេះអាចឲ្យគ្រួសារដែលពុំសូវមានលទ្ធភាពអាចចូលរួមជាមួយគ្រួសារដែលមានលទ្ធភាពបានត្បិតអីពិធីបុណ្យសពរបស់អ្នកស្រុកអង្គរមានកិច្ចពិធីច្រើនដែលធ្វើឲ្យការចំណាយក៏ច្រើនតាមឲ្យដឹងពីអ្នកភូមិការធ្វើរបៀបនេះក៏ដោយសារគ្រួសារខ្លះនៅពេលមានមនុស្សស្លាប់ភ្លាមពុំមានលទ្ធភាពធ្វើបុណ្យពេញលេញទេដូចនេះគេគ្រាន់តែធ្វើពិធីតិចតួចរួចកប់ទុកសិនទម្រាំពួកគាត់មានលទ្ធភាពនៅពេលក្រោយទើបធ្វើពិធីពេញលេញប៉ុន្តែគ្រួសារខ្លះដែលមានលទ្ធភាពគេអាចធ្វើបុណ្យរួចបូជាភ្លាមក៏មាននេះ6ឆ្នាំយាយអាយុគាត់8 5ក៏ស្លាប់កាគាត់ខូច85ចាតែគាត់យកមកផ្ញើក្នុងធរនេះឡើងចូល6ឆ្នាំហើយនេះបាទមុននឹងក្នុងពេលគាស់សពមិនមានកិច្ចពិធីអ្វីច្រើនទេតែបន្ទាប់ពីគាស់សពហើយគេនិមន្តលោកសូត្រយោងដែលជាកិច្ចពិធីដំបូងក្នុងពិធីរំលាយសពដល់ពេលយើងគាស់បានជាខ្មោចចាស់ហើយ10000រូបមកសូត្រយោងហើយក៏គៀបខ្ចាប់យកទៅធ្វើបន់សង្កេតឃើញនៅតាមភ្នូរនីមួយៗមានដាក់កូនចន្ទាធ្វើពិធីជែកដែលមានកម្មគុតគូគេដាក់ឲ្យចន្ទាឡើងមកឲ្យខ្មោចកាត់ឡើងចេញពីលងម៉ូឡើងមកលើបានន័យថាយើងគាស់ហើយយើងត្រូវដាក់ចន្ទាឲ្យគាត់ធ្វើចន្ទាពីដើមជែកចាំមិនយកដើមចេកមានបើយើងធ្វើឈើអាស្រ័យឯធម្មតាអត់បានគេតម្រូវតែដើមចេកទេបងក្រៅពីដើមចេកក៏ដាក់អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតគេមានចងខ្សែចេញពីមឈូសនីមួយៗបន្លាយរហូតទៅដល់កន្លែងលោកសូត្រយោងខ្សែនោះគេសូត្រយោងដើម្បីស៊ូយោងឆ្អឹងពីមលុងបានន័យថាយើងចងខ្សែហ្នឹងតទៅដល់ណាពូដល់លូសូត្រយោងនៅកន្លែងដែលគេរៀបចំយកឆ្អឹងទៅបាទរីឯសពខ្លះដែលមិនទាន់រលួយអស់គឺគេត្រូវបូជានៅទីនោះផ្ទាល់ដើម្បីយកឆ្អឹងទៅធ្វើបុណ្យជាទូទៅនៅក្នុងព្រៃកប់សពនេះដែលគេហៅថាគោកខ្មោចគឺគេបញ្ចុះសពជាលក្ខណៈវិលជុំដែលមានន័យថាគាស់សពចាស់និងបញ្ចុះសពថ្មីអញ្ចឹងរាល់ពេលដែលមានមនុស្សស្លាប់គឺគេយកកប់ហើយដល់ពេលគាស់អ្នកសពចាស់អ្នកថ្មីមកកប់បន្តគ្នាទៅទៀតគេធ្វើរបៀបនេះអាចរក្សានិរន្តរភាពដីឲ្យកប់សពបានជាបន្តបន្ទាប់ទេសារណេនសហបញ្ចសីលានិយាមិបន្ទាប់ពីព្រះសង្ឃសូត្រយោងរួចហើយគេចាប់ផ្ដើមលើកសពទាំងអស់យកមកទុកនៅខាងក្រៅដែលគេមានរៀបចំជើងទម្ររួចជាស្រេចនៅភូមិជិតនោះដែលមានសពតិចក៏បានយកមកធ្វើបុណ្យរួមជាមួយអ្នកភូមិតាប្រុកដែរតែគាត់គេយើងសូមមកអានដាក់ជួយយើងកាន់ហើយ
គ្រប់មជ្ឈទាំងអស់គេមានតុបតែងផ្កាភ្ញីផ្សេងៗឲ្យសមស្របទៅនឹងបុណ្យសពសម្រាប់មជ្ឈខ្លះដែលនៅស្អាតគឺគេគ្រាន់តែលាងសម្អាតនិងតុបតែងដើម្បីយកមកប្រើសារជាថ្មីតែបើមជ្ឈខ្លះពុកផុយគេត្រូវរកមជ្ឈថ្មីមកជំនួស មកខ្សាច់ធម្មជាតិហើយព្រោះអដីកាយនោះដាក់ណែនេះណាគូថ្មទៀតអត់ បន្ទាប់ពីគេលើកសពមកតម្រៀបគ្រប់ចំនួនអស់ហើយសាច់ញាតិសពចាប់ផ្ដើមលាងសម្អាតសពរបស់ពួកគេរៀងៗខ្លួនបន្ទាប់ពីគេលាងសម្អាតធាតុរួចរាល់ហើយគេវេចខ្ចប់ធាតុទាំងនោះដាក់ក្នុងកន្ទេលឬក្រណាត់រួចយកទៅដាក់ក្នុងមឈូសចំណែកឯធាតុខ្លះទៀតដែលមិនទាន់មានមឈូសគេយកទៅចងនៅតាមដើមឈើក្បែរភូមិដែលសន្មតថាជាតំបន់ព្រៃមួយរយៈសិនទម្រាំដល់ថ្ងៃធ្វើពិធីគេធ្វើរបៀបនេះក៏ដោយសារខ្លាចក្រែងក្មេងៗឬសត្វមកខាំហែកត្បិតអីធាតុទាំងនេះគឺគេមិនទាន់អាចឲ្យយកចូលដែនមនុស្សរស់នៅបាននៅឡើយទេគឺគេត្រូវធ្វើកិច្ចលួចសពជាមុនសិនទើបគេអាចយកចូលដែនរាជវត្តបាន ថ្ងៃទី1នៃពិធីបុណ្យរំលាយសពបានចាប់ផ្ដើមអ្នកភូមិបានមកជួបជុំគ្នានិងចាត់ចែងការងារតាមជំនាញរៀងៗខ្លួនត្បិតអីពិធីបុណ្យរំលាយសពនឹងធ្វើរយៈពេល3ថ្ងៃដែលមានគ្រឿងរណ្ដាប់ជាច្រើនដែលត្រូវរៀបចំសម្រាប់កិច្ចពិធីជាច្រើនដោយហេតុថាពិធីនេះមានលាយឡំរវាងព្រហ្មញ្ញសាសនានិងពុទ្ធសាសនា តាមពិតទៅពួកគាត់បានរៀបចំតាំងពី 4-10 ថ្ងៃមុននឹងពិធីចាប់ផ្ដើមម្លេះដូចជាការរៀបចំធ្វើភ្នំយោងរទេះសាលីរោងតាភ្លុកកុយខ្លោងទ្វារដែលទាំងនេះស្ថិតនៅក្នុងដែនរាជវត្តក្រៅពីនោះគេមានរៀបចំបាយសីស្លាធម៌ចាក់ចេករៀនអភិសេកព្រះរៀនពឹសស្នុកការនិងរៀនពុទ្ធគុណជាដើម អានេះហៅថាកាដូងសម្រាប់ដល់យើងអភិសេកព្រះទៅសម្រាប់បាច់ការនេះ អូពេលយើងអភិសេក ហ្នឹងលោកសូត្រយន្តទៅបាច់ បាទអូ បាយបាត់ទូឡើងដាក់ក្បែរមុខបង អូសម្រាប់ថ្វាយព្រះអង្គ អេដាក់ក្បែរពេលដែលយើងដាក់ដូចថានោះ អាខ្សែសម្រាប់ធ្វើអីដែរលោកតា សម្រាប់ដាក់ញ៉ាំផ្លៅ យើងប្រើនៅពេលណាលោកតា ពេលខែ អូហើយសពចូលកន្លែង អស់ឯង បាទទាំងនេះជាការរៀបចំគ្រឿងរណ្ដាប់មួយចំនួនសម្រាប់ធ្វើកិច្ចនីមួយៗក្នុងពិធីរំលាយសពរួមអ្វីដែលខ្ញុំចាប់អារម្មណ៍គឺសិល្បៈនៃការចាក់ចេករបស់អ្នកស្រុកអង្គរនៅរក្សាទំនៀមទម្លាប់យកដើមចេកមកចាក់ចេញជាក្បាច់ផ្កាភ្ញីផ្សេងៗសម្រាប់តុបតែងលម្អទីសក្ការៈក្នុងពិធីផ្សេងៗ ចូលដល់វេលាយប់ជាពេលដែលគេត្រូវធ្វើកិច្ចពិធីលួចសពនៅពេលយើងលើកពាក្យលួចសពយើងច្បាស់ជាមានចម្ងល់កិច្ចលួចសពជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមកប៉ុន្តែចូលមកដល់សម័យនេះយើងមិនសូវបានឃើញកិច្ចពិធីនេះទេលើកលែងតែនៅតំបន់អង្គរគេនៅតែប្រកាន់ធ្វើរហូតមកដល់សពថ្ងៃនេះប៉ុន្តែក៏មិនសូវពេញលេញដែរ បន្ទាប់ពីគេធ្វើពិធីលើកសពរួចហើយគេមិនទាន់អាចយកឆ្អឹងទាំងនោះចូលក្នុងបរិវេណរោងបុណ្យឬរាជវត្តបាននៅឡើយទេគេចាំរហូតដល់ពិធីបុណ្យចាប់ផ្ដើមទើបគេធ្វើពិធីលួចសពយកទៅផ្លុំចោលនៅទីតាំងណាមួយដែលនៅឆ្ងាយពីផ្ទះអ្នកភូមិដោយសន្មតថាជាតំបន់ព្រៃលុះស្អែកឡើងទើបគេអាចហែកចូលបរិវេណរោងបុណ្យបានហេតុផលដែលគេធ្វើកិច្ចនេះដោយសារគេយល់ឃើញថាសពជាមន្ទិលចង្រៃដូចនេះគេត្រូវធ្វើកិច្ចនេះ ដើម្បីដេញមន្ទិលចង្រៃចេញសិនមុននឹងយកចូលភូមិឋានរបស់មនុស្ស សុំនេះយើងតែពេលរួចសុំមកតែពេលហេយកទៅទុកចូលឯនោះចឹងណាដល់ទុកចូលទៅហ្នឹងណាដល់ថ្ងៃដល់ម៉ោងទៅហេសុំនោះយកមកចូលរងនេះវិញបាទកម្មវិធីគេណាបើចាស់បារាណតែធ្លាប់ធ្វើពីដើមមុនមកបើចេះតែធ្វើតគ្នាវាមានក្បួនធ្វើណាកិច្ចនេះគេធ្វើឡើងនៅពេលយប់ជ្រៅជាពេលដែលមនុស្សសត្វដេកលក់ស្កប់ស្កល់កាលពីដើមនៅពេលកំពុងលួចសពគេមានអុជចន្លោះវាយដើមឫស្សីជាសញ្ញានិងកំណត់ចំនួនមនុស្សឲ្យកាន់តែតិចកាន់តែល្អប៉ុន្តែដោយសារសម័យកាលកិច្ចពិធីនេះមានការប្រែប្រួលខ្លះ គ
ចូលមកដល់ថ្ងៃបន្ទាប់មនុស្សម្នានៅក្នុងរោងបុណ្យញាប់ដៃញាប់ជើងក្នុងកិច្ចការរបស់ពួកគាត់រៀងៗខ្លួនត្បិតអីថ្ងៃនេះជាថ្ងៃត្រូវដង្ហែសពចូលរោងបុណ្យសាច់ញាតិសពដែលត្រូវបំពេញកាតព្វកិច្ចបួសមុខភ្លើងចាប់ផ្ដើមកោរសក់បណ្ដាការកោរសក់ជាការបង្ហាញនៅភក្ដីភាពដឹងគុណដល់សពត្បិតអីសពចាត់ទុកជាគ្រឿងលម្អរាងកាយដែលមនុស្សស្រឡាញ់ការលះបង់សក់វាបញ្ជាក់ពីសក្ខីភាពកាន់ទុក្ខចំពោះសពនៅខាងក្នុងសាលាគេមានរៀបចំបានឡុងសម្រាប់ឧទ្ទិសជូនសពវាមានអត្តន័យដូចថាពេលគាត់ស្លាប់ទៅក៏ប្រើប្រាស់ដូចតែយើងមនុស្សយើងនៅរស់សប្តាហ៍នេះឯងចាយើងប្រើមានតាំងពីចន្លោះមានសម្បត្តិអីចឹងទៅមានមកចប់ដូចតែមនុស្សយើងប្រើប្រាស់រឿងហ្នឹងទោះបីជាគាត់ចេះឋានទៅក៏យើងត្រូវតែទិញដាក់ឲ្យគាត់ចុះអីវ៉ាន់ហ្នឹងយើងទៅបូជាជាមួយសពឬមិនអីបាននេះបានទៅប្រសង់មួយចំនួនហើយលោកគ្រូអាចារ្យមួយចំនួនយើងវេប្រគេនប្រសង់ឲ្យនឹងជូនអាចារ្យបាទបានមគ្គផលនឹងដល់សពបាទហើយបានចម្លងដល់សពឧបជាបានមន្តគ្រូធម្មសនៈនៅគុណទេធម្មយមសំយាចាមុំឈ្មោះរៀមរឿនអាយុ51ឆ្នាំ30ទៀតនៅក្នុងពុទ្ធសមាវត្តអង្គមររៀមយាចានៅលាវង2ពិធីដង្ហែសពឬរំកិលសពបានចាប់ផ្ដើមសពដែលគេយកមកទុកកាលពីយប់មិញនឹងចាប់ផ្ដើមបន្តដង្ហែជុំវិញភូមិនិងជាចុងក្រោយនឹងយកទៅតម្កល់ក្នុងដែនរាជវត្តការហែសពនេះក៏មិនខុសពីការហែសពទូទៅដែរខុសតែនេះជាឆ្អឹងសពនឹងមានចំនួនច្រើនអាចារ្យយោគីដៃកាន់ទង់ព្រលឹងនិងអ្នកភ្លុក4នាក់កំពុងចាត់ចែងក្បួនហែនិងមានព្រះសង្ឃចាស់បូសាមួយអង្គជាអ្នកនៅមុខប្រទេសសាលីអ្នកបួសមុខភ្លើងជាមួយនឹងកម្រងស្បូវឃ្លាំងពាក់ពីលើក្បាលអូសបន្លាយទៅដល់ក្តាមមឈូសក្នុងន័យនេះស្បូវឃ្លាំងតំណាងឲ្យកិលេសតណ្ហាការសណ្ដោងស្បូវឃ្លាំងតមកជាប់នឹងសពជាការបង្ហាញឲ្យឃើញថាមនុស្សគ្រប់រូបជៀសមិនផុតពីការស្លាប់ឡើយរីឯលីដែលគេបាចនោះតំណាងឲ្យសក់រោមស្បែកនិងឆ្អឹងដែលនៅរាយប៉ាយលើព្រះធរណីសរុបទៅការដង្ហែសពទៅកាន់ដែនរាជវត្តជាកិច្ចនាំបុគ្គលទៅកាន់សុគតិភពសង្កេតឃើញអ្នកមកចូលរួមមួយចំនួនដែលជាសាច់ញាតិសពមិនបានសម្ដែងការសោកសង្រេងអ្វីទេដោយហេតុថានេះគ្រាន់តែជាកិច្ចបញ្ចប់សម្រាប់បូជាឆ្អឹងប៉ុណ្ណោះការសោកសង្រេងគឺបានកើតឡើងតាំងពីសាច់ញាតិទើបតែស្លាប់ពីដំបូងម្លេះណាមួយទៀតសពនីមួយៗបានស្លាប់តាំងពីយូរមកហើយបន្ទាប់ពីគេហែចូលដល់ដែនរាជវត្តហើយជាភារកិច្ចរបស់អាចារ្យយោគីក្នុងការធ្វើកិច្ចពិធីរៀបចំសពដាក់ក្រោមភ្នំយោងនៅល្ងាចនោះដដែលគេមានរៀបចំពិធីលើកទង់នេះគេហៅថាទង់ព្រះសូត្រឬទង់រលកភាគច្រើនអ្នកនៅតំបន់អង្គរគេហៅថាឆាកហូរលើកទង់ដោយហេតុថាការលើកទង់មានមនុស្សម្នាកកស្រែកហូរកញ្ជ្រៀវច្រើនហេតុផលដែលគេធ្វើពិធីនេះដើម្បីបណ្ដេញឧបទ្រពចង្រៃនិងការចាប់កំណើតឡើងវិញឲ្យឆ្ពោះទៅឋានខ្ពង់ខ្ពស់បើតាមពុទ្ធសាសនាការលើកទង់នេះដើម្បីបានអានិសង្សដល់ជាតិខាងមុខនៅពេលយប់គេមានលក់នំនែកនិងអាហារសម្រន់ច្រើនមុខអ្វីដែលពិសេសគេមានលេងល្បែងកម្សាន្តផ្សេងៗនិងមានការសម្ដែងល្ខោនរហូតដល់យប់ជ្រៅសម្រាប់អ្នកមកចូលរួមលុះដល់វេលាទីភ្លឺគេមានកិច្ចពិធីមួយទៀតហៅថាពិធីដាំបាយមធុបាយៈកិច្ចនេះជាកិច្ចតូចមួយក្នុងពិធីអភិសេកព្រះកិច្ចនេះគេធ្វើឡើងដើម្បីបានកុសលផលបុណ្យជូនសពក្នុងកិច្ចពិធីគេមានរៀបចំអង្ករដំណើបចេកទុំទឹកឃ្មុំនិងទឹកដូងសម្រាប់អង្ករដំណើបគឺគេត្រូវបកសម្បកដោយដៃផ្ទាល់ពីក្មេងស្រីព្រហ្មចារី4នាក់និងក្មេងប្រុស4នាក់ក្មេងស្រីទាំងនោះមានតួនាទីធ្វើការចម្អិនមធុបាយៈដោយការលាយផ្សំគ្រឿងផ្សំទាំងនោះកូវិតជាមួយនឹងដើមអំពៅដោយក្នុងខណៈនោះក្មេងប្រុសតម្រូវឲ្យបាំងឆាត់ឲ្យក្មេងស្រីអំឡុងពេលចម្អិនគេមានរៀបចំសូត្រធម៌បង្វិលពពិលជាមួយគ្នាផងដែរនៅពេលបាយឆ្អិនហើយគេរៀបចំដង្វាយទាំងនោះរួមមានមធុបាយៈគង្គាម្លូនិងកន្ធៅមាសមុននឹងយកទៅថ្វាយព្រះ
គេត្រូវធ្វើការដង្ហែជុំវិញរោងបុណ្យចំនួន3ជុំសិន បងផ្កាត្រឹមណានេះ ខ្ញុំមិនក៏ នាងឈ្មោះអ្វី នាងខ្ញុំឈ្មោះនាងអមទេ បន្ទាប់មកមានអាចារ្យ4នាក់ដែលតំណាងឲ្យទេវតានិងឥសីបានមកសួរនាំក្មេងស្រីទាំង4នាក់នោះតាមក្បួនតម្រាពីមួយទៅមួយសិនមុននឹងអាចឲ្យយកចូលថ្វាយព្រះបាននៅពេលថ្ងៃត្រង់គេរៀបចំមឈូសទៅតាមលំដាប់អាយុនិងមានខណ្ឌដោយដើមចេកត្បិតអីថ្ងៃនេះជាថ្ងៃត្រូវបូជានៅតាមមឈូសនីមួយៗគេមានដាក់ឈ្មោះសពដើម្បីងាយសម្គាល់នៅពេលបូជារួចនៅពេលតម្រៀបរួចហើយសាច់ញាតិរៀបចំដាក់ដើមឆ្នោតដែលមានក្លិនក្រអូបនិងអស់សម្រាប់បូជាឆ្នាំនេះសពទាំងអស់មានចំនួន29សពនៅល្ងាចថ្ងៃដដែលក្រុមអាចារ្យនិងសាច់ញាតិបានរៀបចំធ្វើកិច្ចបូជាសពល្ងាចនេះមនុស្សម្នាបានមកចូលរួមយ៉ាងច្រើនត្បិតជាកិច្ចពិធីដ៏សំខាន់មុននឹងធ្វើការបូជាគេមានកិច្ចពិធីតូចៗមួយចំនួនសម្បត្តិអស្ចារ្យគឺព្រះនិយមសូមបងផ្នែកសម្បត្តិណាមួយបានសម្រេចទៅសេចក្តីប្រាថ្នាណាបងណាសាក៏មិនខុសពីការបូជានៅតំបន់ផ្សេងៗដែរគេជ្រើសយកបុគ្គលណាម្នាក់ឲ្យភ្លើងតាមរយៈរូបតំណាងទេវតាហោះទៅអុជខ្សែរំសេវដែលគេបានរៀបចំបន្ទាប់ពីភ្លើងចាប់ផ្ដើមឆេះហើយគេចាប់ផ្ដើមអុជកំជ្រួចដែលមានសម្លេងដូចសត្វដំរីនិងកំជ្រួចផ្កាភ្ញីផ្សេងៗទៅលើមេឃលាន់ទ្រហឹងអើងកងក្នុងអត្ថន័យដេញឧបទ្រពចង្រៃនិងជាទីគាប់ភ្នែកដល់មហាជនផងវេលាជាមួយគ្នានោះដែរគេត្រូវធ្វើកិច្ចតម្រង់ទៅសពដែលមានអាចារ្យព្រះសង្ឃយាយគៀសចិញ្ចៀនត្បូងស្មឹងស្មាតសូត្រធម៌ជួយឲ្យសពបានទៅដោយធម៌បន្ទាប់ពីគេបូជាឆេះសពអស់ហើយកិច្ចបន្ទាប់ជាកិច្ចប្រែរូបកិច្ចនេះគេធ្វើឡើងដើម្បីបង្កើតរូបរាងជាថ្មីឲ្យសពដើម្បីបានទៅចាប់ជាតិជាថ្មីត្បិតអីរាងកាយចាស់ត្រូវបានរំលាយអស់ហើយអាចារ្យយោគីនិងអ្នកភ្លុកចាប់ផ្ដើមយកចបមកវេកាយកំណោខ្ជូងលាយឡំជាមួយនឹងឆ្អឹងឲ្យកើតចេញជារាងមនុស្សមានក្បាលមានខ្លួននិងដៃជើងជាដើមបន្ទាប់មកគេយកសាច់មកបន្ទប់ឲ្យចេញជារូបរាងភ្នែកច្រមុះនិងមានដាក់ចិញ្ចៀននៅលើភ្នែកទាំងគូនិងរុនផ្សិតរីឯជង្គង់គេដាក់គ្រាប់អង្គញ់មួយគូបន្ទាប់មកទៀតគេយកស្លឹកចេកមកគ្របពីលើនិងដាក់ទង់ព្រលឹងតាមបុគ្គលនីមួយៗនិងបន្ថែមដោយក្រមាមួយជាន់ទៀតសង្កេតឃើញគេមានដាក់បាយមួយកូនកន្ទោងនិងមានទឹកមួយកូនកន្ទោងនៅតាមសពនីមួយៗកិច្ចបន្ទាប់គេធ្វើការតុបតែងកាត់សក់ជូនសពដែលគេសន្មតថាជាបុគ្គលថ្មីព្រីប្រដូចទៅនឹងទារកទើបកើតត្រូវធ្វើពិធីបង្កក់ឆ្មបអញ្ចឹងដែរហេណាកាត់តលេងបន់គេបន្ទាប់ពីប្រកាសហៅឈ្មោះសពហើយគេយកក្រាស់សាត់សក់កន្ត្រៃដែលធ្វើពីដើមចេកយកទៅឧបកិច្ចកាត់ឲ្យបុគ្គលនោះក្រោយពីកិច្ចនេះចប់ហើយសាច់ញាតិទាំងអស់រួមទាំងអាចារ្យអង្គុយជុំវិញភ្នំយោងដើម្បីធ្វើពិធីបង្វិលពពិលជូនសពបន្ទាប់មកទៀតអាចារ្យយោគីយកចបជីកកោះក្រវាត់ស្លឹកចេកនិងទង់ព្រលឹងដែលគេសន្មតថាជាបានសម្គាល់ខ្លួនរបស់សពសម្រាប់ទុកបង្ហាញយមរាជម្ដងមួយចោលទៅឆ្ងាយក្នុងអត្តន័យសពទាំងនោះបានទៅជួបយមរាជដើម្បីចាប់កំណើតជាថ្មីបន្ទាប់ពីអាចារ្យធ្វើកិច្ចនេះចប់ហើយជាពេលវេលាដែលសាច់ញាតិអាចចូលទៅរើសឆ្អឹងបាននៅពេលដែលរើសឆ្អឹងរួចហើយសាច់ញាតិយកឆ្អឹងនោះទៅលាងជាមួយទឹកដូងដែលគេជឿថាទឹកដូងល្អបរិសុទ្ធជំរះឧបទ្រពចង្រៃនិងមានសិរីសួស្តីបន្ទាប់ពីលាងសម្អាតរួចហើយគេយកឆ្អឹងទៅដាក់នៅក្នុងថ្នាក់ក្រមាដែលសន្មតថាជាអង្រឹងយោលជ្រៀងបំពេដូចទៅនឹងទារកដែលទើបតែកើត
ជាចុងក្រោយធាតុត្រូវបានទុកដាក់នៅក្នុងកោដ្ឋដើម្បីធ្វើពិធីឆ្លងនៅថ្ងៃស្អែកដែលមានការរាប់បាតនិងហែប្រតិសិនជាកិច្ចបញ្ចប់ពិធីបុណ្យបូជាសពរួមបង្ហាញពីការរក្សានៅទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែបរបស់ខ្មែរនៅតំបន់អង្គរដែលជាទឹកដីដែលសម្បូរទៅដោយប្រពៃណីវប្បធម៌សាសនានៅលើអតីតរាជធានីរបស់អាណាចក្រខ្មែរ